បាទសូមជម្រាបសួរពុកម៉ែបងប្អូននេះគឺជាមេអំបៅពោដ៏ស្រស់ស្អាតដែលកំពុងតែហើរលេងដែលគេរៀបចំឡើងដាក់ជាភ្លើងរូបមេអំបៅបងប្អូនណាស្រស់ស្អាតមែនតើហើយចំណែកត្រង់នេះក៏ជារូបសត្វរៃបងប្អូនណានេះគេហៅសត្វរៃបងប្អូនណាគឺស្រស់ស្អាតមែនតើណែលើសំឡេងរៃយំហ្នឹងបងប្អូនហ្នឹងគេហៅសត្វរៃយូរវាស្រែកយំម្ដងតែនេះគឺជារៃភ្លើងដែលគេរៀបចំទេបងប្អូនហើយចំណែកខាងនេះគឺមេអំបៅបងមេអំបៅមួយទៀតហើយចាំងភ្លើងមើលឃើញតែនេះទេអត់ឃើញពណ៌ខៀវរបស់វាទេបងប្អូនក៏ពិតវាពណ៌ខៀវស្អាតណាស់បងប្អូនមើលពីក្រោយមិនស្ដឹងស្អាតណាស់ពីក្រោយបាទបងប្អូននេះពណ៌ខៀវបែបនេះណាគឺដូចមេអំបៅមែនតែនតែម្ដងបងប្អូនណាខាងនេះគឺសត្វរៃបងប្អូនរៃវានៅសងខាងណាគេរៀបចំសងខាងអូស្រស់ស្អាតមែនតើបងប្អូននេះគេហៅឋានសួគ៌លោកីសម្រាប់មនុស្សសម័យថ្មីយើងនេះឯងបងប្អូនណានេះក៏សត្វរៃដែរគឺស្រស់ស្អាតណាស់បងប្អូនណាគេនិយមដាក់សត្វរៃហើយនេះគឺរូបដែលមកថតចិត្តមែនតើបងប្អូនណាភ្លឺភ្លើងចម្រុះពណ៌យ៉ាងស្រស់ស្អាតនេះគឺជារូបចម្លាក់តំណាងឲ្យអ្នកដែលល្បីមានគេឈ្មោះល្បីល្បាញបងប្អូនណានៅស្រុកគេនេះឯងបងប្អូនណានេះគឺស្តៀងដើមដូងខាងលើនេះបងប្អូនណាហើយក៏ប្រហែលជាដូចជាដើមស្លាតែមិនដឹងជាដើមអីពិតប្រាកដទេបងប្អូនណាថតទុកឲ្យបងប្អូនចូលខមមិនមើលតើជួយឆ្លើយមើលតើជាដើមឈើអ្វីដែរបងប្អូនណានេះបាទនេះគឺស្រស់ស្អាតណាស់ស្រស់ស្អាតមែនតើបងប្អូននេះមេអំបៅមកពណ៌ទៀតអូស្រស់ស្អាតមែនតើ